ប្រេខ្ញុំបខំប្រាប់ថាលឿនឡើងមកប្រញាប់យកបន្លែទៅលក់នៅផ្សារខ្ញុំថាហើយល្មមកាត់ប្រហើយមួយមាញ់ហ្នឹងហើយផ្កាខាត់ណាឆ្នាំនឹងអំណោយផលបានល្អខ្លាំងបងប្អូនណាយមកដើមផ្លែឡើង2 3ដល់ពេលចឹងហើយឥឡូវគឺយកទៅផ្ញើជាមួយអ្នកលក់នៅផ្សារឲ្យគេជួយលក់ឲ្យចឹងណាប្រេខ្ញុំគាត់ថាប្រញាប់ទៅហើយគាត់ប្រញាប់ទៅធ្វើការផងការងារច្រើនហ្នឹងហើយដល់ឃើញម៉ែក្មេករបស់ខ្ញុំគាត់កំពុងតែរៀបផ្កាខាត់ណាហើយស្រាច់មានបងប្អូនច្រើនណាគាត់ខមមិនថាអញ្ចឹងហើយផ្កាខាត់ណាច្រើនអញ្ចឹងក៏មិនធ្វើជ្រក់ទៅខ្ញុំឃើញភាគច្រើនគេធ្វើជ្រក់គេចែកម្លែកទៅធ្វើអាខាត់ណាពណ៌សអញ្ចឹងណាហើយដល់ពេលអាពណ៌ខៀវហ្នឹងខ្ញុំមិនដឹងថាគេធ្វើកើតអត់ពណ៌ខៀវហ្នឹងធ្វើកើតក៏ធ្វើទៅហូបម្នាក់ឯងដែរតែពួកគាត់ដឹងតែអត់ហូបហ្មងអញ្ចឹងហើយគឺខ្ញុំចេះតែខ្ជិលធ្វើហ្នឹងណានិយាយពីម្នាងប៉មនេះវិញពេលខែចូលឆ្នាំម្ដងគឺថាភ្ញៀវមកលេងផ្ទះពេលណាក៏គេទិញអានឹងយកមកឲ្យដែរអ្នកផ្ទះអត់មានបណ្ណាគេហូបទៀតទុកឡើងខូចតែដល់ពេលអត់មានអញ្ចឹងគឺអាំងសាវ៉ាមកផ្សារទិញផ្លែប៉មដែរជឿទិញនំនែកផ្ញើកូនតិចតួចដែរផ្ទះខ្ញុំភាគច្រើនគឺថាពេលព្រឹកឲ្យតែគាត់ខ្ជិលហូបពពកអញ្ចឹងគឺគាត់នំប៉័ងម្នាក់មកកញ្ចប់ហើយជាមួយទឹកដោះគោឆៅជាមួយពងទាមកគ្រាប់ហ្នឹងគឺចែកជើងគ្នាហើយអ្នកត្រូវទៅរៀនទៅរៀនទៅអ្នកត្រូវចេញធ្វើការក៏ធ្វើការទៅមកដល់ផ្ទះនឹងឃើញយាយគាត់យកអាបន្លែណាក្រហមអត់ល្អហ្នឹងគឺទុកឲ្យមន់ស៊ីមន់ស្រុកនេះសត្វតែកច្រាំឲ្យស៊ីខ្ញុំថាថៃបានចាំបាច់កច្រាំធ្វើគាត់ថាខ្លាចមន់ស្លាក់ខ្ញុំចង់អាសើចទៅពេលអញ្ចឹងហើយមើលមន់ម៉ែក្មេករបស់ខ្ញុំបងប្អូនហើយតលុកតលុនល្អណាស់ប៉ុន្តែមានតែរោមទេគ្មានសាច់ទេមន់គេហ្នឹងហើយបើរសជាតិវិញហ្នឹងគឺនិយាយមែនគឺចាញ់មន់ស្រែខ្មែរយើងដាច់ហ្មងគឺបានតែស្ងោអីទេរៀងគ្រាន់បើថាអាំងដុតអីគឺហូបអត់ឆ្ងាញ់ទេហើយបើថាគេស៊ីចំណីគ្រប់គ្នាលើកលែងតែម្នាងនោះគឺថាគឺសងំនៅក្នុងសពុកហ្នឹងតែម្ដងមានអាណិតអីទេគឺអាណិតតែមន់អាកោកឯនេះមន់មេឡើង20ក្បាលជាងហើយឲ្យគ្នាធ្វើការម្នាក់ឯងប្តីតែមួយហើយប្រពន្ធឡើង20ក្បាលជាងបងប្អូនគិតមើលមួយថ្ងៃហត់ប៉ុណ្ណាទៅ20ក្បាលហ្នឹងប៉ុន្តែដល់ពេលពងបានតែ10ក្បាលជាងទេពេលព្រឹកឡើងគឺម៉ែក្មេកខ្ញុំគាត់អាសារើសហើយថ្ងៃហ្នឹងគឺខ្ញុំរើសពេលព្រឹកចឹងបាន5អញ្ចឹងថ្ងៃបន្តិចគឺបាន5 6ទៀតហើយពងហ្នឹងគឺសម្រាប់អាហារពេលព្រឹកបងប្អូនហើយមិនបានលក់មិនបានដូរអីទេម៉ែក្មេកខ្ញុំចិញ្ចឹមយកទៅពងសម្រាប់ហូបប្រចាំថ្ងៃនឹងឯងព្រោះដោយសារពេលព្រឹកគឺអត់ដែលខានជាមួយនឹងពងមាន់នឹងតែម្ដងជីវិតជាស្ត្រីមេផ្ទះគឺមានតែប៉ុណ្្នឹងបងប្អូនហើយការងារ24ម៉ោងហើយជាការងារមួយដែលមិនមានប្រាក់កម្រៃពាក្យចាស់លោកពោលថាស្ត្រីគឺវិលចក្រានមិនជុំអញ្ចឹងណាបងប្អូនរាល់ថ្ងៃហ្នឹងអ្នកខ្លះស្គាល់គ្នាអីគេសួរហែងមកនៅចិនហ្នឹងធ្វើអីគេអូបងប្អូនដែលបានឃើញវីដេអូនេះគឺដឹងហើយនេះអត់មានធ្វើអីទេវាការងារនោះគឺថាកាប់ពេកកពុកកកប៉ង់លាងចានលាងឆ្នាំងនឹងឯងនិយាយឲ្យចំតួហ្មងគឺថាស្ត្រីមេផ្ទះហ្មងបងប្អូនអរគ្នាហើយចុះឡើងនឹងបាយថ្ងៃត្រង់ទៀតអីនេះថ្ងៃហ្នឹងគឺគ្មានអីហូបទេគឺថាពងមាន់នឹងតែម្ដងបងប្អូនបាន5គ្រាប់នឹងល្មមថ្ងៃហ្នឹងគឺខ្ញុំចំហុយពងមាន់បែបទុនដូចចំហុយអញ្ចឹងបងប្អូននេះយើងដាក់ពងមាន់5គ្រាប់មកយើងដាក់អំបិលមកល្មមហើយយើងកូរវាកូរពឹកឲ្យវាចូលគ្នាអញ្ចឹងណាបងប្អូនហើយយើងយកវាទៅដាក់ក្នុងចានមួយសិនបន្ទាប់មកក៏យើងជ្រើសរើសយកទឹកក្តៅអ៊ុនហាមទឹកត្រជាក់ឬក៏ទឹកក្តៅខ្លាំងក៏ទឹកក្តៅអ៊ុនយើងចាក់ចូលក្នុងពងទាមកប៉ាក់អាម៉ាន់មកសំល្មមមកកូរវាឲ្យសព្វហើយរងចាំឲ្យវារងសិនហើយយើងបោះពពុះវាចោលសិនហើយចាំយើងយកស្គុតហ្នឹងហើយគេហៅស្គុតហ្នឹងហើយបងប្អូនធ្វើមិនគឺរុំវាឲ្យចិត្តចឹងណាប្រហប់វាបន្ទាប់មកចាំយើងយកឈើចាក់ថ្មិញចាក់ដើម្បីឲ្យវាមានខ្យល់ដកដង្ហើមបន្ទាប់មកចាំយើងយកវាទៅចំហុយចឹងណាចំហុយគឺទឹកក្តៅរបស់យើងគឺដាំឲ្យរាងពុះសិនមកហើយចាំយកដាក់ចំហុយបានវាលឿនចឹងណាយើងចំហុយត្រឹមតែ10នាទីជាងមើលចានរបស់យើងក្រាស់ឬក៏ស្ដើងបើសិនជាស្ដើងដាក់តែ10នាទីមកហូបមួយមុខហ្នឹងធ្វើខ្លួនឯងអស់តែ5កាក់ឯតែបើញ៉ាំក្នុងហាងអស់35កាក់ថ្ងៃមុនហ្នឹងនាំឪក្មេកទៅដើរលេងហ្នឹងគឺឪក្មេកខ្ញុំគាត់កំងពងមាន់ចំហុយនឹងឯងស្លៀតពេលចំហុយរយៈពេល10នាទីហ្នឹងគឺខ្ញុំចូលមកងូតទឹកសិនបងប្អូនតន់ថ្ងៃវាអត់តន់សូវល្ងាហើយមើលខ្ញុំពាក់ខោអាវឲ្យហើយបងប្អូន3ជាន់ហើយខោហ្នឹងក៏3ជាន់ដែរហើយស្របពេលដែលខ្ញុំកំពុងតែងូតទឹកគឺខ្ញុំតែងតែជ្រើសរើសប្រើជាមួយនឹងទឹកអនាម័យស្ត្រីក្លិនទឹកអនាម័យស្ត្រីក្លិនគឺមាន2ពណ៌សម្រាប់ឲ្យយើងជ្រើសរើសសម្រាប់ពណ៌បៃតងគឺនៅពេលដែលយើងប្រើទៅគឺមានអារម្មណ៍ថាត្រជាក់ដោយសារមានជាតិមិនតល់ចំណែកឯពណ៌កាឈុកនេះវិញនៅពេលដែលយើងប្រើគឺមានក្លិនក្រអូបស្រស់ស្រាយខ្លាំងមែនទែនទឹកអនាម័យស្ត្រីក្លិនគឺជួយលាងសម្អាតនិងជួយកម្ចាត់ក្លិនមិនល្អចេញពីតំបន់ពិសេសសម្រាប់ស្ត្រីរបស់យើងជាពិសេសគឺជួយកាត់បន្ថយសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងតែមានបញ្ហាកន្ទួលរមាស់ក៏ដូចជារលាកផងដែរទឹកអនាម័យស្ត្រីក្លិនចម្រាញ់ចេញពីធម្មជាតិថែមទាំងទទួលបានវិញ្ញាបត្របញ្ជាក់គុណភាពនិងសុវត្ថិភាពពីប្រទេសកូរ៉េទៀតផងអញ្ចឹងហើយបងប្អូនអាចធ្វើការទុកចិត្តនៅក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃបានបងប្អូនអាចរកទិញនៅតាមផ្សារគ្រប់ទីកន្លែងមិនថាតាមម៉ាតផ្សារទំនើបឬក៏កន្លែងលក់ចាប់ខួយក៏មានលក់ដែរបងប្អូនទាំងអស់គ្នាគ្រាន់តែងូតទឹកហើយភ្លាមពងមាន់របស់យើងគឺឆ្អិនហើយល្មមបងប្អូនទាំងអស់គ្នាគ្រាន់តែបើកមកតំណងមែនតើបងប្អូនសាច់គេឡើងទុំចុងក្រោយហ្នឹងគឺយើងដាក់ជាមួយនឹងទឹកស៊ីអ៊ូចិនបន្តិចជាមួយនឹងប្រេងល្ងបន្តិច
ជាពិសេសហ្នឹងគឺថាខ្លាញ់ដែលក្តៅហ្នឹងគឺយើងដាក់ជាមួយនឹងស្លឹកខ្ទឹមទៅដើម្បីវាឈ្ងុយដាក់ពីលើហ្នឹងជាការស្រេចទេបងប្អូនតែប៉ុណ្ណឹងគឺថាម្ហូប5កាក់ខ្លះទៅជា35កាក់ភ្លាមតែម្ដងខ្ញុំពីមុនអត់ចេះហូបទេបងប្អូនហើយតែដល់ពេលតែឪក្មេកខ្ញុំក៏ចូលចិត្តហូបពេកចឹងទៅក៏ខ្ញុំធ្វើឲ្យគាត់ហូបទៅតែថ្ងៃហ្នឹងគាត់អត់នៅផ្ទះទេពីអ្នកយាយតាគឺកាន់ដៃគ្នាទៅហូបបាយផ្ទះមិញបាត់ហើយផ្ទះមិញគាត់រវល់ចឹងហៅម៉ែក្មេកខ្ញុំទៅជួយដល់ពេលហើយមានណាទៀតនេះពីអ្នកប្តីប្រពន្ធគឺថាម្ហូបមួយចានហ្នឹងគឺជាការស្រេចតែប្តីខ្ញុំនេះស្រួលចាំទៀតលោកហើយហូបទាំងចឹងតែម្ដងកាន់ចានមកខ្លួនឯងបរោគាត់ប្រញាប់ហូបហើយអាំងរត់ទៅធ្វើការឲ្យគេថ្ងៃហ្នឹងការងាររៀងច្រើនហើយវីដេអូចែកម្លែករបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណបងខ្លាំងមែនទែនតែងតែស្រឡាញ់ចូលចិត្តរាល់ការចែកម្លែករបស់បងប្អូនកន្លងមកចាំជួបគ្នានៅវីដេអូក្រោយទៀត